បើសង្គ្រាមនេះផ្ទុះឡើងពួកអសុរៈយើងឈ្នះហើយពួកទេវតានឹងចាញ់ចូលសម្លប់ព្រះតោចូលសេចក្តីដំណើរថាការសង្គ្រាមដណ្ដើមឋានតាវតឹងរវាងទេវតានិងពួកអសរយក្សាបានផ្ទុះឡើងគ្រានោះស្ដេចអសុរៈឈ្មោះវេបច្ចតិបានហៅពួកអសុរយក្សាទាំងឡាយមកប្រជុំគ្នាមនាអស់លោកទាំងឡាយសង្គ្រាមរវាងទេវតានិងក្រុមអសុរៈពួកយើងនឹងចាប់ផ្ដើមនៅពេលនេះហើយត្បិតអីសកទេវរាជចង់ដណ្ដើមតាវតឹងឋានរបស់ពួកយើងបើសង្គ្រាមនេះផ្ទុះឡើងពួកអសុរៈយើងឈ្នះហើយពួកទេវតានឹងចាញ់អ្នកទាំងឡាយត្រូវតែចាប់សកទេវរាជនោះហើយនាំមកជួបយើងក្នុងអសុរៈបុរីនេះឯសកទេវរាជជាស្ដេចនៃទេវតាក៏បានហៅទេវតាទាំងឡាយឲ្យមកប្រជុំដូចគ្នាដើម្បីនិយាយពីកិច្ចការសង្គ្រាមបើសង្គ្រាមនេះផ្ទុះឡើងទេវតាយើងប្រកាសជាឈ្នះឯពួកអសុរៈនឹងចាញ់អ្នកទាំងឡាយត្រូវតែចាប់ស្ដេចអសុរៈឈ្មោះវបច្ចតិនោះមកជួបយើងនៅសាលាសុធម្មមាននេះក្រាបទូលព្រះអង្គណែសកទេវរាជហើយហ៊ានមកដណ្ដើមតាវតឹងឋានរបស់យើងផងពិតជាមិនចេះប្រមាណរិទ្ធីខ្លួនមែនថ្ងៃនេះយើងនឹងចាប់ឯងយកទៅអសុរៈបុរីរបស់យើងមនាវបច្ចតិឯងមានតែភាពកោងកាចប្រឆាចពីផ្លូវសច្ចៈនិងធម៌មេត្តាឯងមិនគួរនឹងមានវត្តមាននៅទីនេះឡើយពួកយើងចូលប្រយុទ្ធចូលសម្លប់ព្រះតោចូលយ៉ាហុយស្លាប់យ៉ាទេមិនអាចទេយ៉ាសកទេវរាជចង្រៃយើងមិនចាញ់ឯងទេយើងគ្រាន់តែធ្វើប្រហែសបន្តិចតែប៉ុណ្ណោះបើឯងខ្លាំងមែនស្រ័យចំណងឲ្យយើងទៅយើងប្រយុទ្ធគ្នាម្ដងទៀតអួតអាងថាខ្លួនជាអ្នកស្ងប់ស្ងាត់ជាអ្នកមានធម៌ស្អីទៅឯងជាពួកកំសាទៅវិញទេឲ្យតែយើងរួចខ្លួនពីទីនេះយើងនឹងកំទេចឋានរបស់ពួកឯងឲ្យរៀបដូចស្មៅម៉ត់ដូចជាធូលីហើយបបិទ្ធសកទេវរាជព្រះអង្គបានឮវាចាអាក្រក់របស់ស្ដេចអសុរៈហើយព្រះអង្គមិនតបតវិញតើព្រះអង្គខ្លាចឬព្រះអង្គមានកម្លាំងខ្សោយជាងវបច្ចតិអសុរិនមនាទេវបុត្រយើងមិនតបតមិនមែនខ្លាចហើយក៏មិនមែនកម្លាំងខ្សោយជាងទេតាមពិតអ្នកយល់ការដឹងខុសត្រូវប្រហែលនឹងយើងទៅតបតជាមួយបុគ្គលពាលដូចម្ដេចកើតបបិទ្ធព្រះអង្គតែបើព្រះអង្គមិនហាមឃាត់បុគ្គលពាលទេពួកពាលនឹងរឹងរិតតែបានចិត្តឡើងចាងជាមិនខានទេព្រោះហេតុដូច្នេះអ្នកប្រាជ្ញត្រូវតែហាមប្រាមបុគ្គលពាលដោយប្រើអាជ្ញាឲ្យខ្លាំងព្រះអង្គមនាទេវបុត្រអ្នកដែលមានសតិស្មារតីពិចារណាដឹងថាអ្នកនោះកំពុងតែខឹងក្រោធហើយអាចអត់ធន់បានយើងសម្គាល់បុគ្គលនោះថាជាអ្នកកំពុងហាមឃាត់បុគ្គលពាលហើយព្រោះមិនបានធ្វើឲ្យកំហឹងនោះរៀលដាលខ្លាំងឡើងបបិទ្ធព្រះអង្គតែខ្ញុំព្រះអង្គគិតថាការអត់ធន់ជាទោសទៅវិញទេព្រោះថាពួកពាលគិតថាពួកនេះខ្លាចអញហើយបានជាមិនហ៊ានតបតដូច្នេះហើយបានជាជនពាលបានចិត្តតាមសង្កត់សង្កិនគេឯងដូចជាគោព្រួតដេញគោចាញ់ឲ្យបោលទៅដូច្នេះឯងណែទេវបុត្របុគ្គលពាលគិតយ៉ាងណាក៏គិតតាមនឹងទៅសំខាន់យើងបានធ្វើប្រយោជន៍ឲ្យខ្លួនឯងគឺការខន្តីសេចក្តីអត់ធន់នេះឯងបណ្ឌិតទាំងឡាយតែងពោលសរសើរអ្នកមានកម្លាំងតែមានចិត្តស្ងប់ហើយចេះអត់ឱនឲ្យអ្នកដែលមានកម្លាំងខ្សោយបុគ្គលមិនគួរតេះដៀលអ្នកដែលមានកម្លាំងហើយគ្រប់គ្រងប្រកបដោយសិលធម៌ឡើយបុគ្គលណាខឹងតបចំពោះបុគ្គលដែលកំពុងខឹងសេចក្តីសៅមងរមែងមានដល់អ្នកនោះឯងបុគ្គលណាមានស្មារតីថាគេកំពុងខឹងហើយអត់ធន់បានបុគ្គលនោះឈ្មោះថាប្រព្រឹត្តនៅប្រយោជន៍ដល់ជនទាំងពីរខាងគឺខ្លួនឯងផងនិងអ្នកដទៃផង
មនាលភិក្ខុទាំងឡាយអំបាលយ៉ាងសកទេវានមិនតៈនោះសោយរាជក្នុងឋានតាវតឹងបដិគង់សរសើរនៃគុណសេចក្តីអត់ទ្រាំនិងសេចក្តីស្លូតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយបួសក្នុងធម៌វិន័យដែលតថាគតសម្ដែងល្អហើយដោយប្រពៃយ៉ាងនេះគួរតែជាអ្នកអត់ធន់ផងនិងស្លូតបួតផងសេចក្តីអត់ធន់ជាធម៌នាំមកនៅសេចក្តីសុខនិងសេចក្តីចម្រើន